សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាមកថ្ងៃនេះមកជួបនាងខ្ញុំទៀតហើយបងថ្ងៃនេះបានមុខម្ហូបខ្មែរទៀតហើយមកមើលទាំងអស់គ្នាបងថាម្ហូបអីបងថ្ងៃនេះទៅផ្សារមេឃវាភ្លៀងទៅដល់វាទិញបានបការៀងធូថ្លៃបងមួយចានហ្នឹងគេមកឲ្យតែ 15000 ទេថ្ងៃនេះយើងយកមកធ្វើមុខម្ហូបខ្មែរទៀតបងមានបកាហើយនឹងសូដាហើយបន្លែផ្សំវាថ្ងៃនេះបងមានកសាំងបងអានេះគេហៅក្តាតមែនទេបងមានក្តាតម្ដើមហើយនឹងតកួនហើយនឹងម្អមបងហើយថ្ងៃនេះខ្ញុំសុំហូបបន្លែច្រើនមុខតិចហីថ្ងៃនេះមានការ៉ុតមានម្រះមានស្ពៃបូកគោមានសាឡាត់ស្រួយបងមកទៅតាមដានមើលខ្ញុំធ្វើទាំងអស់គ្នាថ្ងៃហ្នឹងបានមុខម្ហូបខ្មែរហ្នឹងអីគេបងខ្ញុំមកលាងសម្អាតបកាទាំងអស់គ្នានេះបងបកាយើងធ្វើអីអញ្ចឹងនេះឲ្យវាស្អាតពេលកាលណាដែលយើងរៀបទៅក៏វាស្អាតដែរបងហើយនៅស្រុកបងមានភ្លៀងហើយជួយខមមិនប្រាប់ខ្ញុំនៅក្នុងវីដេអូហ្នឹងផងបងកំពុងសោមខ្ញុំគឺគាត់ភ្លៀងរាល់ថ្ងៃហ្មងទៅធ្វើការក៏ភ្លៀងចេញពីធ្វើការក៏ភ្លៀងអូយសេតនេះបងបកាខ្ញុំបានលាងសម្អាតស្អាតអស់ណាបងកុំភ្លេចប្រឡាក់អំបិលវាបងដាក់អំបិលច្របាច់វាដើម្បីឲ្យវាកាត់ជាតិឆ្អាបហើយវាឆ្អិនសាច់ឥឡូវខ្ញុំចាក់ត្រាំសូដាវ៉ាយគាត់សូដាចាក់សូដាត្រាំមកបងត្រាំវា5-10នាទីណាបងកុំឆាប់ស្រង់វាពេកដើម្បីឲ្យវាឆ្អិនសាច់នេះបងពេលដែលយើងចាក់ទៅបងឃើញហ៎ឡើងវាលក្ខណៈវាឆ្អិនណាវាឆ្អិនហើយបងមើលពពុះវាកំពុងតែកាត់ជាតិឆ្អាបបងមិនខ្ញុំដាក់ត្រាំសូដាមួយបកាទុកវាចោលសិនណាឥឡូវយើងយកពេលហ្នឹងយកមកធ្វើបន្លែបងឥឡូវខ្ញុំបកនេះបកសបកក្តាតបងយើងក្តិចត្រួយវាចេញណាបងដើម្បីអីកុំឲ្យវាមានជ័រច្រើនពេកត្រួយវាហ្នឹងជ័រច្រើនដល់ពេលហូបទៅវាកាត់កំពង់កយើងល្មមមកខ្វេះកសាំងជាមួយខ្ញុំទាំងអស់គ្នាបងអើយថ្ងៃនេះចេញពីធ្វើការមកទិញកសាំងដល់ពេលឲ្យចំអ្នកលក់គាត់អស់ទៀតនៅសល់តែខ្ចីតែបើយើងអត់ទិញទៅវាអត់មានអីត្រូវប្រើព្រោះម្ហូបយើងថ្ងៃហ្នឹងត្រូវការប្រើកសាំងមកបងមកបុកជាមួយខ្ញុំទាំងអស់គ្នាតែថ្ងៃហ្នឹងតាមដានមើលបងថាបុកអីគេមានម្ទេសមានខ្ទឹមសមានម្ទេសម៉ត់ខ្ញុំចាក់ចូលសិនចាក់ស្រាយដីចូលបងចាក់កសាំងចូលហើយនឹងប្រហុកចិញ្ច្រាំយើងមកចុងលាវាចូលបងដាក់វាចូលគ្នាមកប៊ីចេងមកសាភាទឹកប្រហុកបងបន្ថែមទឹកប្រហុក2វែកបងណាដាក់ប្រហុកនឹងលាយវាឆ្ងាញ់ស្ករក្រហមយើង1វែកបងគ្រឿងខ្ញុំម៉ត់អស់ហើយឥឡូវខ្ញុំចាប់ផ្ដើមចាក់សាច់បកាចូលយើងលុំវាបន្តិចមកបងឲ្យសាច់បកាចូលជាមួយគ្រឿងយើងឲ្យសព្វបងបកាយើងបានចូលសព្វគ្រឿងអស់ហើយឥឡូវចាប់ផ្ដើមដាក់ម្អមចុងក្រោយប្រហើយនេះដាក់ម្អមចូលចុងមកនេះបងអើយហើយបងនេះតំណងមកបងថ្ងៃនេះបានបកាបុកមួយកសាំងបងហើយបងមើលតារូបរាងហើយពណ៌សបល់គួរឲ្យចង់ហូបឲ្យបងតលេមកហូបជាមួយខ្ញុំទាំងអស់គ្នាបងមក